Apple ได้ជារមកក្រោយគេក្នុងវិស័យ AI ផ្លាស់ប្ដូរប្រធានផ្នែក AI Apple ដែលត្រូវបានគេហៅថាញាក់មកក្រោយគេក្នុងវិស័យ AI បានផ្លាស់ប្ដូរប្រធានផ្នែក AI របស់ខ្លួនសារព័ត៌មាន Bloomberg បានរាយការណ៍នៅថ្ងៃទី2ថាលោក John Giannandrea ដែលជាអ្នកមើលការខុសត្រូវលើផ្នែក AI របស់ Apple នឹងចុះចេញពីតំណែងលោក Giannandrea ត្រូវបានគេរំពឹងថានឹងបម្រើការក្នុងតួនាទីជាទីប្រឹក្សារហូតដល់ការចូលនិវត្តន៍របស់គាត់នៅដើមឆ្នាំក្រោយApple បានតែងតាំងលោក Amar Subramanian ដែលជាអតីតអ្នកស្រាវជ្រាវ AI នៅ Microsoft ជាអ្នកបន្តតំណែងមុនពេលចូលរួមជាមួយ Microsoft គាត់ធ្លាប់ធ្វើការនៅ Google អស់រយៈពេល16ឆ្នាំការផ្លាស់ប្ដូរបុគ្គលិកនេះកើតឡើងចំពេលដែល Apple កំពុងជួបវិបត្តិផ្នែក AIខណៈពេលដែល Apple ទៅបានគេរំពឹងថានឹងដណ្ដើមយកតំណែងកំពូលក្នុងការលក់ Smartphone សកលផ្អែកលើបរិមាណនៃការដឹកជញ្ជូនមកវិញជាលើកដំបូងក្នុងរយៈពេលជាង1ទសវត្សរ៍ក្រុមហ៊ុននេះបានដើរយឺតជាងគូប្រជែងក្នុងវិស័យ AI ដែលធ្វើឲ្យគេដាក់ឈ្មោះថាគឺជាអ្នកមកក្រោយគេក្នុងវិស័យ AI Apple បានចូលទៅក្នុងវិស័យ Generative AI 2 ឆ្នាំបន្ទាប់ពីបច្ចេកវិទ្យា ChatGPT របស់ OpenAI បានលេចចេញមកហើយ AI ផ្ទៃក្នុងរបស់ខ្លួនឈ្មោះ Apple Intelligence បានរងការរិះគន់ចំពោះដំណើរការមិនសូវល្អជំនួយការសំឡេង Siri ដែលបានធ្វើបច្ចុប្បន្នភាពដែលគ្រោងនឹងចេញផ្សាយនៅដើមឆ្នាំនេះក៏ត្រូវបានពន្យាពេលទៅឆ្នាំក្រោយផងដែរថ្មីនេះពេលដែលក្រុម AI របស់ Apple កំពុងរងាក់រងាមានការចាកចេញរបស់បុគ្គលិកឆ្នើមជាបន្តបន្ទាប់បុគ្គលិកសំខាន់ជាង10នាក់រួមទាំងលោក Lu Mingpan ដែលជាសមាជិកស្នូលនៃ Apple Intelligence បានចាកចេញពីក្រុមហ៊ុនពួកគេមួយចំនួនបានទៅចូលរួមជាមួយ Metaទីភ្នាក់ងារព័ត៌មាន Reuters បានថ្លែងថាបើប្រៀបធៀបទៅនឹងគូប្រជែងដូចជា Samsung Electronics ក្រុមហ៊ុន Apple មានភាពយឺតយ៉ាវក្នុងការបន្ថែមមុខងារ AI ទៅក្នុងផលិតផលរបស់ខ្លួន Apple កំពុងអនុវត្តយុទ្ធសាស្ត្រ Compliant ពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដែលកំពុងអភិវឌ្ឍ AI ក្រុមហ៊ុនដូចជា Google, Microsoft និង Meta កំពុងចំណាយដើមទុនយ៉ាងសន្ធប់សន្ធាប់ក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ Data Centers ខ្នាតធំផ្ទុយទៅវិញ Apple ចំណាយស្ទើរតែគ្មានសោះបើប្រៀបធៀបទៅនឹងក្រុមហ៊ុនទាំងនោះសារព័ត៌មាន CNBC បានរាយការណ៍ថា Apple កំពុងចំណាយតិចជាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដោយបន្ថែមថា Apple ចូលចិត្តដំណើរការ AI លើឧបករណ៍ផ្ទាល់ខ្លួនជាជាងការប្រើប្រាស់ Cloud ឬម៉ាស៊ីននៅវគ្គមានដំណើរការមិនសូវល្អក្នុងវិស័យ AI មិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរដល់អាជីវកម្មចម្បងរបស់ Apple ក្នុងពេលនេះទេថ្មីត្បិតយ៉ាងណាក៏ដោយ Apple ទទួលស្គាល់ថាមុខងារ AI គឺជាកត្តាជះឥទ្ធិពលដល់ការសម្រេចចិត្តទិញ Smartphone